ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel យើងខ្ញុំថ្ងៃនេះយើងខ្ញុំបានលើកយករឿងនិទានមួយមកអានជូនបងប្អូនសន្តាប់ដែលមានចំណងជើងថាដំរីឆាប់ភ្លេចភ្លាំងនៅក្នុងព្រៃធំមួយមានដំរីមួយឈ្មោះភ្លាំងដំរីភ្លាំងនេះមានរាងធំនិងកម្លាំងខ្លាំងប៉ុន្តែវាមានចំណុចមួយគឺឆាប់ភ្លេចវាមានអារម្មណ៍ច្រើនដឹងថាត្រូវធ្វើអ្វីមួយតែភ្លេចភ្លាំងក្នុងពេលខ្លីៗថ្ងៃមួយប្រជាប្រិយធំទាំងអស់បានរៀបចំកម្មវិធីប្រកួតសមត្ថភាពសត្វដំរីភ្លាំងចង់ចូលរួមប៉ុន្តែភ្លេចវិធីធ្វើការងារនីមួយៗវាតែងតែឈប់និងភ្លេចអ្វីបានធ្វើទៅហើយសត្វចាស់ម្នាក់បានមកចិត្តភ្លាំងហើយនិយាយថាភ្លាំងអ្នកមានកម្លាំងនិងចិត្តល្អកុំឲ្យការឆាប់ភ្លេចរារាំងអ្នកត្រូវចាំអ្វីដែលអ្នករៀននិងធ្វើវាដោយលម្អិតភ្លាំងបានព្យាយាមចាប់ផ្ដើមចងចាំជំហាននិងធ្វើតាមប្រយ័ត្នល្អកម្មវិធីនោះទោះជាវាមានកំហុសតិចប៉ុន្តែវាបានចាប់ដោយជោគជ័យសត្វទាំងអស់គោរពភ្លាំងព្រោះវាបានរៀនអំពីកំហុសនិងក្លាយជាអ្នកដែលមិនមែនគ្រាន់តែមានកម្លាំងប៉ុន្តែមានប្រាជ្ញារួមផងដែរអត្ថន័យនៃមេរៀនមានកម្លាំងគឺមិនគ្រប់គ្រាន់ទេត្រូវមានការប្រុងប្រយ័ត្ននិងការចងចាំអ្វីដែលបានរៀនរឿងនិទាននេះត្រូវបានបញ្ចប់សូមអរគុណពុកម៉ែបងប្អូនដែលបានចូលរួមសន្តាប់សូមជួយចុច Like Share និង Subscribe ដើម្បីទទួលបានរឿងថ្មីទៀតជារៀងរាល់ថ្ងៃសូមអរគុណ